បាបប្រកម្មជាថ្មីប្រទេសថៃកំពុងតែជួបគ្រោះសោកនាដកម្ម4ថ្ងៃនៃចូលឆ្នាំ2026នេះកំពុងតែត្រូវទេវតាឆ្នាំថ្មីកាច់កប្រទេសថៃប្រជាជនវា154នាក់ឯណោះនិងជិត1000នាក់កំពុងតែស្លាប់ហើយនឹងរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍សបឹងបើកបរលឿនពេកនេះគឺជាដំណឹងដ៏ក្តៅគគុកមួយបាទប្រិយមិត្តជាទីមេត្រីនាថ្ងៃទី16មេសា2026នេះសោកនាដកម្មនៅប្រទេសថៃ4ថ្ងៃជាប់គ្នាបាទចូលឆ្នាំប្រពៃណីនៅប្រទេសវាគេហៅថាសង្ក្រាន្តឆ្នាំថ្មីទេវតាចុះមកកាច់កប្រទេសថៃប្រជាពលរដ្ឋវាស្លាប់រហូតដល់154នាក់ឯណោះនិង705នាក់បានរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះគឺជាដំណឹងខ្លីមួយពាក់ព័ន្ធទៅនឹងនៅប្រទេសថៃណាហើយប្រិយមិត្តអាចស្ដាប់អំពីព្រឹត្តិការណ៍អន្តរជាតិហើយចុងកតុយរឿងព្រំដែនកម្ពុជាថៃដូចតទៅត្រាំប្រកាសជំនួបជាប្រវត្តិសាស្ត្រអ៊ីស្រាអែលលីបង់ច្របាច់កប្រទេសអ៊ីរ៉ង់រហូតទៅដល់ស៊ីជីនពីងក៏យល់ព្រមផងដែរឈប់ជួយផ្ដល់សពាវុធនានាដល់ក្រុមហេបូឡាដំណឹងថ្មីនាថ្ងៃទី16មេសា2026នេះក្នុងបរិបទនយោបាយសកលដែលកំពុងតែមានការប្រែប្រួលយ៉ាងគំហុកនាថ្ងៃនេះ16មេសានាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិទី3ពិភពលោកកំពុងសម្លឹងឃើញនៅរបត់ការទូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលប្រធានាធិបតីដូណាល់ត្រាំបាទដែលកំពុងតែផ្ទុះ viral តែម្ដងតាំងខ្លួនឯងជាព្រះយេស៊ូវបាទមកផ្ដល់ការជួយសង្គ្រោះនានាដល់ប្រទេសលើពិភពលោកបាទលោកដាក់ការសិនក៏បានប្រតិកម្មរិះគន់និយាយចំថាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនេះកំពុងតែបង្កើតនៅសាសនាថ្មីមួយគេហៅថាអ៊ីស្រាអែលីសឹមបាទអាមេរិកនិងអ៊ីស្រាអែលបេនយ៉ាមីន នេតានយ៉ាហ៊ូនោះកំពុងតែគេថាធ្វើម៉េចដើម្បីឲ្យប្រទេសអ៊ីស្រាអែលនេះភាពជាអ៊ីស្រាអែលអញ្ចឹងបានថាទាំងអ៊ីរ៉ង់បណ្ដាប្រទេសនៅមជ្ឈមបូព៌ាដូចជាទូគីកំពុងតែប្រតិកម្មចំពោះរឿងនោះហើយផ្ទៃក្នុងរបស់អាមេរិកខ្លួនឯងក៏មានការមិនគាំទ្រទៅនឹងសង្គ្រាមដែលវាយប្រទេសអ៊ីរ៉ង់ទៅតាមការញុះញង់អូសទាញរបស់អ៊ីស្រាអែលអញ្ចឹងមានន័យថាដូណាល់ត្រាំគាត់ខិតខំប្រឹងប្រែងដើម្បីធ្វើរឿងគ្រប់យ៉ាងឲ្យប្រទេសអ៊ីស្រាអែលដែលផ្ទុយគ្នាស្រឡះទៅនឹងពាក្យស្លោករបស់លោកថាអាមេរិក first ក៏ប៉ុន្តែជាក់ស្ដែងគឺអ៊ីស្រាអែល first អានេះគឺបើកវងកញ្ចក់បិទទៅវិញប្រិយមិត្តលោកដូណាល់ត្រាំប្រកាសពីជំនួបផ្ទាល់មាត់ជាប្រវត្តិសាស្ត្ររវាងមេដឹកនាំអ៊ីស្រាអែលនិងប្រទេសលីបង់បាទមិនដែលជួបប្រជុំគ្នាទេប៉ុន្តែឥឡូវនេះបានកំពុងតែដំណើរការនៃការប្រជុំនឹងហើយបន្ទាប់ពីអ៊ីស្រាអែលវាយកំទេចប្រទេសលីបង់សម្រាប់ប្រជាជនរាប់ពាន់នាក់ឯណោះប្រិយមិត្តឥឡូវនេះប្រហែលជា2000នាក់ហើយបន្ទាប់ពីវាយរងមកវាយប្រទេសលីបង់ជំហានដ៏សំខាន់នេះមិនត្រឹមតែជាការបំបែកភាពតច្រកដែលមានរយៈពេលជាង3ទសវត្សរ៍ប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាការរៀបចំយុទ្ធសាស្ត្រថ្មីមួយដើម្បីរុញច្រានក្រុមហេបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ឲ្យនៅឯកោកិច្ចពិភាក្សាកម្រិតខ្ពស់ដែលរៀបចំឡើងដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនេះបានក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់ការបង្កើនបទជប់បាញ់និងការដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែនដែលធ្លាប់ជាតំបន់សង្គ្រាមដ៏ក្តៅគគុកទោះជាយ៉ាងណាក៏ដោយនៅពីក្រោយភាពទន់ភ្លន់ផ្នែកការទូតនេះលោកដូណាល់ត្រាំបានប្រើប្រាស់យុទ្ធសាស្ត្រច្បាច់កយ៉ាងម៉េចផ្នែកសេដ្ឋកិច្ចយ៉ាងសាហាវទៅលើទីក្រុងតេហ៍រ៉ង់តាមរយៈការអនុវត្តការបិទគប់កំពង់ផែអ៊ីរ៉ង់ដោយជោគជ័យពីសំណាក់កងទ័ពអាមេរិក CENTCOM បាទបញ្ជូនទៅ10000នាក់ហើយទៅកាន់តំបន់មជ្ឈមបូព៌ាបន្ទាប់ពីវាយប្រហារនានាកំទេចហេដ្ឋារចនាសម្ព័ន្ធឥឡូវនេះមកច្បាច់កសេដ្ឋកិច្ចអ៊ីរ៉ង់បន្ថែមទៀតណាធ្វើម៉េចឲ្យអ៊ីរ៉ង់ព្រមបាទសាពះលូនងវសូមទុកឲ្យអ៊ីរ៉ង់មានដង្ហើមចឹងជាដើមមានន័យអញ្ចឹងនេះគឺជាយុទ្ធសាស្ត្ររបស់អាមេរិកវាយកំទេចអ៊ីរ៉ង់ហើយច្បាច់កឲ្យលៀនដាតបាទផ្នែកសេដ្ឋកិច្ចថែមទៀតខណៈដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មីនៅសប្តាហ៍ក្រោយចឹងទេសប្តាហ៍ក្រោយនឹងមានកិច្ចចរចាដើម្បីស្វែងរកបទជប់បាញ់ឬក៏សន្តិភាពជាផ្លូវការណាមួយចំណុចស្លាប់រស់នៃការចរចានេះគឺការបើកច្រកសមុទ្រហមឡើងវិញដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងសកលការដែលលោកត្រាំប្រកាសថាប្រធានាធិបតីចិនស៊ីជីនពីងយល់ព្រមជប់ផ្ដល់អាវុធឲ្យប្រទេសអ៊ីរ៉ង់និងត្រៀមទទួលរូបលោកដោយភាពស្និទ្ធស្នាលនោះបានឆ្លោះប្រចាំងពីជោគជ័យនៃនយោបាយសម្ពាធអតិបរមាដែលអាចបង្ខំឲ្យអ៊ីរ៉ង់គ្មានជម្រើសការពីការចោះចាញ់លើតុចរចានោះទេនេះគឺជាអ្វីដែលលោកត្រាំបានលើកឡើងក៏ប៉ុន្តែជាស្ដែងតើចិននោះស្ដាប់អាមេរិកបាទឈប់គត់គង់ឈប់ផ្ដល់សពាវុធកំទេចដែនអាកាសវាយប្រហារដែនអាកាសដែរទេប្រហែលជាណូមដឹងដោយសារតែត្រាំនេះសម្ដីយកជាការមិនបានគេថាមិនអាចទុះទាយបានណារាល់សម្ដីរបស់ត្រាំទាំងអស់វាហាក់បីដូចជាជឿក៏បានមិនជឿក៏បានដែរអញ្ចឹងទេគាត់ចេះតែនិយាយទៅហើយដោយ
ដោយសារតែលោក Donald Trump ប្រកាសបិទច្រកសមុទ្រហោម៉ោះដែរបើកច្រកមួយនេះមិនបានក៏ប្រកាសបិទដែរបាទមិនឲ្យនាវារបស់ចិនធ្វើដំណើរទៅសួរក៏ប៉ុន្តែឥឡូវនេះថាអូខេចិនឯងអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះបានក៏ប៉ុន្តែឈប់ផ្ដល់អាវុធដល់ប្រទេសអ៊ីរ៉ង់ណាហើយខ្ញុំនឹងអោបបាទស៊ីជីពីងឯងនាពេលខាងមុខនេះប្រជុំខាងមុខនៅវិភាគបានមើលឃើញថានេះគឺជាលបាយនយោបាយដ៏គ្រោះថ្នាក់បំផុតមួយដែលលោក Donald Trump កំពុងតែដើរតួជាអ្នកសម្របសម្រួលផងនិងជាអ្នកដាក់ទណ្ឌកម្មផងក្នុងពេលតែមួយប្រសិនបើតំណែងរវាងអ៊ីស្រាអែលលីបង់អាចឈានទៅរកការកាត់បន្ថយភាពតានតឹងបានពិតប្រាកដវានឹងក្លាយជាការផ្លាស់ប្ដូរតុល្យភាពអំណាចទាំងស្រុងនៅមជ្ឈិមបូព៌ាបាទបន្ទាប់ពីវាយប្រទេសលីបង់ហើយឥឡូវនេះសូមប្រទេសលីបង់មកចរចាតាមរយៈ Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាឲ្យបាទប្រតិភូឬក៏ផ្នែកការទូតរបស់ខ្លួនទៅចរចាជាមួយរដ្ឋាភិបាលរបស់ប្រទេសលីបង់របៀបថាដាច់ទំនាក់ទំនងបាទក្រុមហេបូឡាឲ្យនៅឯកោអញ្ចឹងណាវិបហាប្រទេសលីបង់នោះដោយសារតែការលើកឡើងថាកុំតិចពួកហេបូឡាបាទដែលជាផ្នែកមួយរបស់ប្រទេសអ៊ីរ៉ង់នោះក៏ប៉ុន្តែប្រជាជនស្លូតត្រង់រាប់ពាន់អ្នកបានស្លាប់ដោយសារតែការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលហ្នឹងហើយអញ្ចឹងតើបានជាបាទ Hitler ឬក៏ការពីមុននោះគេសម្លាប់រង្គាប្រជាជនអ៊ីស្រាអែលពួកជូវីសនេះហេតុអីដោយសារតែពួកហ្នឹងវាខូចពេកបាទយល់អញ្ចឹងឯងប្រិយមិត្តការមុនយើងអាណិតពួកអ៊ីស្រាអែលត្រូវបានគេធ្វើបាបសម្លាប់ប្រមាណដូចជា6លានអ្នកឯងវានឹងក្លាយជាការផ្លាស់ប្ដូរតុល្យភាពអំណាចទាំងស្រុងនៅមជ្ឈមបូព៌ាហ្នឹងគឺខ្ញុំបន្ថែមឡើងវិញប៉ុន្តែសំណួរដ៏ធំបំផុតនោះគឺថាតើបទជប់បាញ់ដ៏ផុយស្រួយនេះអាចបន្តទៅមុខបានយូរប៉ុណ្ណាដែរប្រសិនបើក្រុមហេបូឡានេះនៅតែបន្តរក្សាកម្លាំងប្រដាប់អាវុធរបស់ខ្លួនថ្ងៃខាងមុខនឹងក្លាយជាការសាកល្បងដ៏ធំធេងសម្រាប់រដ្ឋបាលលោក Donald Trump ក្នុងការបង្វែរចំនួនរាប់ទសវត្សរ៍ឲ្យទៅជាសន្តិភាពតាមរយៈកណ្ដាប់ដៃក៏ប៉ុន្តែបាទលោកโจកេនដែលជាអតីតផ្នែកចារកម្មស៊ើបការសម្ងាត់បាទប្រឆាំងទៅនឹងភេរវកម្មណាក៏លើកឡើងថាបើសិនជាចង់ឲ្យមានបទជប់បាញ់មានប្រសិទ្ធភាពជោគជ័យលុះត្រាតែអាមេរិកដាក់កំហិតរដ្ឋបတ်ប្រទេសអ៊ីស្រាអែលពាក់ព័ន្ធទៅនឹងសភាវុធយុទ្ធភ័ណ្ឌនេះនោះចឹងទេបានបទជប់បាញ់នឹងវាទៅមុខក៏ប៉ុន្តែបើមិនចឹងទេនោះអ៊ីស្រាអែលនឹងវាយប្រហារឬក៏ធ្វើឲ្យបទជប់បាញ់សន្តិភាពអ៊ីរ៉ង់អាមេរិកនៅមជ្ឈមបូព៌ានឹងផ្ទុះស្ថានភាពនាជាក់ជាមិនខាននោះទេនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងរឿងរ៉ាវមជ្ឈមបូព៌ាថាតើវិវត្តដល់ណាហើយអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលវាយគ្នានោះបាទដើម្បីអីយល់ដឹងអំពីសន្តិសុខពិភពលោកនិងសេដ្ឋកិច្ចពិភពលោកដែលប្រេងកំពុងតែឡើងថ្លៃនេះបាទនេះគឺជារឿងពាក់ព័ន្ធរឿងហ្នឹងបាទប្រិមិត្តយល់យ៉ាងណាដែរចំពោះស្ថានភាពតើសន្តិភាពអាចនឹងកើតឡើងដែរទេចំពោះប្រទេសអ៊ីរ៉ង់តាមរយៈផ្នែកការទូតនានាកំពុងតែដំណើរការណាអាចបញ្ចេញមតិខាងក្រោមចំពោះរឿងនេះក៏ប៉ុន្តែដោយទៅនឹងលោកโจកេនបានលើកឡើងថាបើសិនជាចង់ឲ្យមានបទជប់បាញ់ប្រព្រឹត្តទៅរលូនបាទមិនជាប់គាំងមិនផុយស្រួយស្អីនោះទេលុះត្រាតែអាមេរិកខ្លួនឯងនេះបាទកំហិតបាទរដ្ឋបတ်ប្រទេសអ៊ីស្រាអែលប្រជាជនអ៊ីស្រាអែលនៅតាមម្ដងខ្ញុំគិតដូចគ្នាទៅនឹងលោកโจកេនដែរប្រិមិត្តនេះគឺជារឿងហ្នឹងហើយរឿងរ៉ាវព្រំដែនកម្ពុជាថៃខ្ញុំនឹងជម្រាបបន្ថែមពាក់ព័ន្ធទៅនឹងបាទការបើកបិទព្រំដែននានាកម្ពុជារបស់យើងប្រកាសបាទទាត់ចោលទៅនឹងការលើកឡើងក្រមសារព័ត៌មានថៃដែលថាយើងសុំឲ្យមានបើកព្រំដែនឡើងវិញអញ្ចឹងណាទាំងដែលយើងនេះមិនបានហាមាត់សុំឲ្យបើកនោះទេក៏ប៉ុន្តែពួកនោះនិយាយដើម្បីអីថាយើងនឹងទៅសុំពួកវាឲ្យបើកច្រកព្រំដែនដើម្បីឲ្យប្រជាជនវានឹងបាទប្រមាថមើលងាយខាងកម្ពុជាថាអត់ទំនិញរបស់វាបាទនេះគឺជារឿងមកផ្នែកព្រំដែនកម្ពុជាថៃជំរាបចែកជូនប្រិយមិត្តនាថ្ងៃទី3ចូលឆ្នាំប្រពៃណីជាតិខ្មែរណាហើយប្រជាជនវាក៏បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍សបឹងបើកបរលឿនពេកបាទ154នាក់ឯណោះបានស្លាប់ម្សិលមិញនេះខ្ញុំបានធ្វើវីដេអូមួយคลิปដែរប៉ុន្តែมันបានជម្រាបនៅក្នុង YouTube ប្រិយមិត្តអាចទៅស្ដាប់នៅ page របស់ខ្ញុំបានណាអាហ្នឹងវីដេអូខ្លីៗហើយមានជិត 1000 នាក់ឯណោះដែលបានរងរបួសដោយសារតែការបាទដួលម៉ូតូឬក៏សបឹងបើកបរអញ្ចឹងទៅអាហ្នឹងគឺទេវតាឆ្នាំថ្មីមកបាទកំទេចប្រទេសថៃទាំងដែលវាកំពុងតែលេងសង្គ្រាមឆ្នាំថ្មីអីជាដើមហ្នឹងក៏វាជួបសោកនាដកម្មអញ្ចឹងដែរចប់តែប៉ុណ្ណឹង